សូមគោរពជំរាបសួរទៅដល់ប្រិយមិត្តទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងសាច់រឿងម្ចាស់ទឹកដីភ្នំអាទិទេពបុរាណសាច់រឿងនៃភាគទី330ក៏បានចាប់ផ្ដើមឡើងត្រង់កន្លែងព្រះអង្គម្ចាស់គោទី3ដែលកូនក៏បានលួចក្បត់ចាក់ទៅដល់បុព្វបុរសគោទី1របស់ពួកគេស្លាប់បាត់បង់ជីវិតធ្វើឲ្យពេលនោះផងដែរបុព្វបុរសគោទី2ក៏បាននិយាយថាមិនក៏ឯងគិតធ្វើដល់ថ្នាក់នេះធ្វើឲ្យស្ដេចបិសាចគោទី3នេះដែលគេក៏បាននិយាយថាចាំបាច់ស៊ូច្រើនធ្វើអ្វីក្រុមយ៉ាងនោះគឺជាអន្ទាក់ដែលបានរៀបចំឡើងជាពិសេសការដែលគាត់គឺធ្វើបែបនេះនេះគាត់គឺចង់បានចាចេញពីទឹកដីកន្លែងពិភពដ៏អាចកំបាំងមួយនេះដើម្បីចាចេញទៅពិភពខាងក្រៅនិងវឹកហាត់រស់នៅខ្លាចទៅជាអមតៈដើម្បីទទួលបានជីវិត10000ឆ្នាំមិនចង់ស្លាប់ទាំងបែបនេះនោះទេពេលនោះផងដែរគាត់ក៏បាននិយាយថាប្រហើនសូម្បីតែឈាមចូលខ្លួនឯងក៏ឯងគឺហ៊ានធ្វើដល់ថ្នាក់នេះនោះដែរគេក៏បានប្រើចង្វាក់ទេវភាពដែលគឺជាចង្វាក់ពណ៌ស្វាយដែលទទួលបានកម្លាំងតាមពលពីស្ដេចបុព្វបុរសប៊ីងពេងដែលមានឈ្មោះថាស្ដេចវែងនោះឯងបន្ទាប់មកគេក៏បានប្រើផ្លិតនោះដើម្បីបកសម្លាប់ទៅកាន់បុព្វបុរសទី2របស់គេប៉ុន្តែសម្ពាធនៃធម៌ពលមួយនោះធ្វើឲ្យគាត់ក៏បានរលាយនៅធម៌ពលដ៏ពេញលេញពេលនោះផងដែរកម្លាំងនៃផ្លិតមួយនោះដែលបានបកមកហ្នឹងណាធ្វើឲ្យមនុស្សម្នានៅក្នុងកងសម្ព័ន្ធប៊ីងពេងឬក៏កងសម្ព័ន្ធទេពអក្សរហ្នឹងគឺបានព្យាយាមទប់ទល់ខ្លាំងមែនទែនពេលនោះផងដែរសូម្បីតែព្រះនាងលូសេនាងក៏បានប្រើធម៌ពលកុយខ្យងរបស់នាងដើម្បីបញ្ចេញនៅដំណក់ទឹកធ្វើការដុតបំផ្លាញនៅរូបកាយខ្លួនរបស់បិសាចអាចកំបាំងអ្នកនោះស្លាប់បាត់បង់ជីវិតបាត់ទៅហើយប៉ុន្តែរូបកាយពិតគឺនៅតែមានធ្វើឲ្យពេលនោះផងដែរស្ដេចបិសាចគោដែលគឺជាព្រះអង្គម្ចាស់គោទី3ក៏បាននិយាយថាលោកម្ចាស់កុំភ្លេចណាពេលដែលដំណើរការនៃក្បួនស្ពានមួយនេះសូមឲ្យគាត់គឺចាចេញពីទីនេះផងពេលនោះផងដែរគេក៏បានដំណើរការក្បួនដែលគឺជាស្ពានឋានស៊ូពេលនោះផងដែរព្រះនាងទេពអក្សរលូសេនក៏បានបញ្ចេញនៅរូបកាយនាគរបស់នាងទៅធ្វើការទប់ទល់ជាមួយនឹងស្ពានមួយនោះពេលនោះរូបកាយនាគនោះមិនមែនជាដៃគូជាមួយនឹងស្ពានមួយនោះទេទោះបីជានាងគឺមានកម្លាំងធម៌ពលកម្រិតទី12ក៏ពិតមែនប៉ុន្តែចំពោះជើងខ្លាំងដូចគ្នាគឺពិបាកក្នុងការតទល់ជាមួយនឹងអាវុធទើបកំណប់ទ្របស្ពានមួយនោះវាគឺពិតជាអស្ចារ្យពួកគេកំពុងតែដំណើរការក្បួនបើស្រូបយកចំហាយធម៌ពលទាំងអស់ដើម្បីធ្វើការដោះលែងនៅបុព្វបុរសប៊ីងពេងដែលគឺជាស្ដេចវៃនោះឯងហើយស្ដេចវៃនៅក្នុងប្រាសាទឃុំវិញ្ញាណមួយនោះពេលនោះផងដែរដំណើរការក្បួនមួយនោះក៏ចាប់ដើមបើស្រូបយកឈាមរបស់មនុស្សនៅទីតាំងកន្លែងនេះទៅដោះលែងនៅបិសាចនោះតែម្ដងធ្វើឲ្យពេលនោះផងដែរព្រះអង្គម្ចាស់នៃបុព្វបុរសបិសាចគោទី2ក៏បាននិយាយថាអាសត្វពាហនៈឯងនេះសូម្បីតែខ្សែស្រឡាយឈាមខ្លួនឯងក៏បូជាឲ្យទៅកាន់ខ្សែស្រឡាយបិសាចនោះដែរវាគឺពិតជាថោកទាបពេកហើយគេក៏បាននិយាយថាបន្ទោគេគឺមិនត្រូវទេគេគឺចង់មានជីវិតអមតៈចង់ឲ្យបិសាចគោទាំងអស់គឺមានការកោតសរសើរទៅកាន់គេពេលនោះផងដែរគេក៏បានដំណើរការក្បួននៃធម៌ពលដើម្បីគ្រប់គ្រងទៅលើស្ពានមួយនោះដែលគឺជាស្ពានឋានស៊ូសូម្បីតែទេពអក្សរលូសេនប្រើធម៌ពលរបស់នាងមកទប់ទល់ប៉ុន្តែគេគឺនៅតែអាចទប់ទល់បានយើងឃើញថាពួកគេក៏បានជជែកវេទញែកគ្នាដោយស្ដេចបិសាចដែលគឺជាព្រះអង្គម្ចាស់គោទី3ដែលបានក្បត់គប់ខិតនឹងគឺបាននិយាយថាបន្ទោគេគឺមិនត្រូវទេដូច្នេះហើយមិនយូរនឹងឆាប់ទៀតទេគេគឺនឹងអាចមានជីវិតអមតៈត្រកូលបិសាចគោគេនឹងមានគេមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នានឹងគោរពកោតសរសើរបន្ទាប់មកគេក៏បានប្រមូលផ្ដុំនៅធម៌ពលរបស់គេធ្វើការដំណើរការក្បួនក៏ហៅអញ្ជើញនៅស្ដេចវៃដែលគឺជាបុព្វបុរសនៃស្ដេចប៊ីងពេងនោះផងដែរពេលនោះផងដែរយើងឃើញថាទេពអក្សរលូសេនក៏បានដំណើរការក្បួនរបស់នាងប្រជាទាំងអស់នេះដែលគាត់គឺជាប្រជានៃម្ចាស់ចលងភ្នំអសតអមតៈដែលនៅក្នុងទឹកដីនៃពិភពអាត់កំបាំងដ៏តូចមួយនេះដូចគ្នាក៏បានប្រាប់ថាមានតែដំណើរការក្បួននៃឈាមរបស់ទេពអក្សរលូសេនតែប៉ុណ្ណោះទើបអាចដំណើរការក្បួនធំគ្រាត់ទៅកាន់បិសាចមួយនោះមិនឲ្យគេចេញមកផ្នែកខាងក្រៅបានប៉ុន្តែយើងឃើញថាព្រះអង្គម្ចាស់គោទី3គេក៏បាននិយាយថាវាគឺដល់ពេលវេលាហើយក៏បានបើស្រូបនៅធម៌ពលឋានស៊ូនឹងមេឃដីនិងខ្សែស្រឡាយឈាមបើកនៅច្រកលំហក៏អញ្ជើញនៅបុព្វបុរសរបស់ត្រកូលបិសាចប៊ីងពេងដែលគេគឺមានឈ្មោះថាស្ដេចវៃនឹងឯងអាពេលនេះចេញមកលើកណាក៏មិនដែលភ្លេចនោះដែរការកេះអាចមកមិនដឹងថាអាចមករបស់គាត់ប៉ុន្មានគន់ធនឡើយក៏បាននិយាយថាធ្វើបានល្អខ្លាំងណាស់ធ្វើឲ្យពេលនោះផងដែរព្រះអង្គម្ចាស់គោទី3ក៏បានអនគោរពទៅដល់បុព្វបុរសស្ដេចវៃនេះថាកុំភ្លេចកិច្ចសន្យាត្រូវតែចាក់ចេញទៅផ្នែកខាងក្រៅរួចឲ្យគាត់គឺមានជីវិតអមតៈគណៈពេលនោះផងដែរយើងឃើញថានាងនៃទេពអក្សរលូសេននាងគឺមិនបញ្ឈប់ទេក៏បានដំណើរការក្បួននៃខ្សែស្រឡាយដំណក់ឈាមរបស់នាងដើម្បីធ្វើការគុំគ្រងទៅកាន់ប្រាសាទមួយនោះមិនឲ្យដំណើរការក្បួនជោគជ័យឡើយប៉ុន្តែពេលនោះផងដែរព្រលឹងបិសាចនៃរូបកាយខ្លួនរបស់ស្ដេចវៃគឺបានបង្កើតឡើងនៅរូបកាយដ៏ធំធ្វើការបំទុះឡើងជាមួយនឹងចង្វាក់នៃធម៌ពលរបស់គេហើយចង្វាក់ពណ៌ស្វាយមួយនេះវាគឺពិតជាមានអានុភាពដ៏អស្ចារ្យគណៈពេលដែលទេពអក្សរលូសេនក៏បានប្រើធម៌ពលរបស់នាងជន់សង្កត់ទៅកាន់ប្រាសាទនោះអស់ហើយវានឹងត្រូវចង្វាក់នោះសម្លាប់ទៅកាន់នាងពេលនោះផងដែរស្នេហ៍នៃធម៌ពលវាប្រហាររបស់លៀនហ្វឹងក៏បានមកដល់ប្រើធម៌ពលនោះបើស្រូបយកចង្វាក់ដតេវាបនោះយកទៅដាក់ក្នុងត្រទាប់កាយជូកពពផ្ទៃមេឃនោះអស់រលែងធ្វើឲ្យពេលនោះផងដែរស្ដេចបិសាចឬក៏ស្ដេចវៃនេះគេក៏បាននិយាយថាគឺជាឯងទៀតហើយអាល្អិតបន្ទាប់មកគេក៏បាននិយាយថាលើកនេះគេគឺមិនឲ្យលិនហ្វឹងគឺកិច្ចរួចម្ដងទៀតនៅឡើយបន្ទាប់មកគាត់ក៏បានប្រើតាមពូដើម្បីតែងតាមវាប្រហារទៅកាន់ត្រកកំណប់មួយនោះប៉ុន្តែត្រកកំណប់របស់លិនហ្វឹងលើកនេះគឺជាការជប់មួយនោះគឺការឡើងនៅកម្លាំងតាមពលដ៏អស្ចារ្យទោះបីជាអាវុធរបស់គេគឺពិតជារឹងមាំកម្លាំងតាមពលប៉ុន្តែបើប្រៀបធៀបជាមួយនឹងពីមុននោះលិនហ្វឹងមិនមែនជាដៃគូនោះទេប៉ុន្តែពេលនេះលិនហ្វឹងគឺមានល្វែ11ផ្កាយ9ដែលអាចប្រើនៅកម្លាំងតាមពលបានឈានទៅដល់កម្រិតទី12ធ្វើឲ្យព្រះអង្គម្ចាស់គោទី3ក៏បាននិយាយថាអាលិនមួយនេះបែរជាមានកម្លាំងតាមពលឈានទៅដល់កម្រិតទី12តាមពិតទៅគាត់គឺប្រើកម្លាំងតាមពលបានតែបណ្ដោះអសន្នទេគាត់គឺប្រើបានកម្លាំងតាមពលល្វែ11ផ្កាយ9ដ៏ពេញលេញ
យើងឃើញថាព្រះនាងនៃទេពអក្សរលូសៀនគាត់គឺចាំធ្វើការដំណើរការក្បួននោះជន់សង្កត់ទៅកាន់ប្រាសាទមួយនោះមិនឲ្យរូបកាយពិតចេញមកផ្នែកខាងក្រៅទេសូមឲ្យលៀនហ្វឹងគឺជួយការពារមកកាន់នាងផងលៀនហ្វឹងក៏បាននិយាយថាមិនបាច់បារម្ភទេចំពោះរូបកាយខ្លួនប៉ុណ្ណេះនោះមិនមែនជាដៃគូជាមួយនឹងគាត់ឡើយទោះគាត់គឺជាអ្នកកុំចាំតែកាន់គេគាត់ក៏បានបញ្ចេញនៅចំហាយធម្មពលដើម្បីធ្វើការជន់សង្កត់មកកាន់គេពេលនោះផងដែរចេតនាដែររបស់គាត់ក៏បានរួមបញ្ចូលជាមួយនឹងភ្លើងនិព្វានរូបកាយនៃភ្លើងនៃមយុរាដុតមេឃាពេលនោះផងដែរក៏បានធ្វើការជន់សង្កត់បំរុងសម្រាប់ទៅកាន់រូបកាយខ្លួនមួយនោះហើយពេលនោះផងដែរស្ដេចបិសាចឬក៏ស្ដេចវ័យនេះគេក៏បាននិយាយថាអលអិតឯងគិតថាប្រើកម្លាំងធម្មពលប៉ុណ្ណេះគឺអាចសម្រាប់មកកាន់យើងបានមែនទេក៏បានប្រើធម្មពលរបស់គេដើម្បីធ្វើការបឺតស្រូបយកចេតនាដែររបស់លៀនហ្វឹងយកទៅបាត់ទៅតើលៀនហ្វឹងគឺបាននិយាយថានេះគាត់គឺត្រូវតែជួយសង្គ្រោះកូនស្រីរបស់គាត់ឲ្យបានគឺបានបើកនៅស្លាបធម្មពលយិននឹងយ៉ាងបឺតស្រូបយកចំហាយធម្មពលឋានស៊ូនឹងមេឃដីបង្រួមធ្វើឲ្យគាត់ក៏បានរលាយបាត់ពីទីនោះធ្វើឲ្យពេលនោះផងដែរស្ដេចវ័យគេក៏បាននិយាយថាអ៊ុញអាលិតនោះគឺបាត់ទៅណាកម្លាំងធម្មពលរបស់គេបែរជាកាន់ឡើងលឿនដល់ថ្នាក់នេះក៏បានប្រើធម្មពលបង្រួមនៅសត្វបិសាចនរករបស់គេធ្វើការហោះចាចេញពីទីតាំងកន្លែងនេះដើម្បីកិច្ចខ្លួនពេលនោះលៀនហ្វឹងក៏បាននិយាយថាចង់កិច្ចខ្លួនវាគឺមិនងាយស្រួលពេកនោះទេក៏បានប្រើចង្ក្រានចម្លាញ់បិសាចធ្វើការជន់សង្កត់ទៅតែម្ដងឲ្យរូបកាយខ្លួនរបស់ស្ដេចបិសាចស្ដេចវ័យនេះគេគឺពិតជាមានការភៀបផ្អើលរួចក៏បាននិយាយថាមិនគូណាយើងគឺឲ្យឯងរត់រួចកាលពីពេលនោះទេឆ្នាំងចង្ក្រានចម្លាញ់បិសាចក៏បានជន់សង្កត់ទៅកាន់គេទាំងតែម្ដងពេលនោះផងដែរគេគឺបានចូលទៅក្នុងឆ្នាំងនោះបាត់ទៅហើយនោះគឺជារូបកាយខ្លួននោះទេរូបកាយនៅក្នុងប្រាសាទពំបុរាណនោះដដែលនឹងឯងពេលនោះផងដែរលោកតានេះគាត់បានប្រើធម្មពលរបស់គាត់ដើម្បីវាប្រហារទៅកាន់ស្ដេចបិសាចគោព្រះអង្គម្ចាស់គោទី3នោះប៉ុន្តែគេក៏បាននិយាយថាចៅដនអីគេគឺមានទ្រកំណប់ដែលគឺជាស្ពានឋានស៊ូក៏មិនច្បាស់ជាស្លាប់ជាមិនខានជាមួយធម្មពលរបស់លោកតានេះដ៏អស្ចារ្យមួយនេះប៉ុន្តែពេលនោះលោកតានេះគាត់ក៏បានបាញ់នៅកម្លាំងធម្មពលដើម្បីបំបែកនៅក្បួនមួយនោះដើម្បីដកហូតពីខ្សែស្រឡាយឈាមដែលបានបឺតស្រូបយកពីមនុស្សដើម្បីដោះលែងនៅភ្លើងបិសាចមួយនោះធ្វើឲ្យដំណើរការក្បួនមួយនេះត្រូវបានបរាជ័យលៀនហ្វឹងក៏បានប្រើបាតដៃរបស់គាត់ដើម្បីធ្វើការបំផ្លាញទៅកាន់ស្ពានឋានស៊ូមួយនោះប៉ុន្តែយើងឃើញថាព្រះអង្គម្ចាស់គោទី3នេះគេក៏បានបញ្ចេញនៅស្ពានឋានស៊ូមកទប់ទល់រងបាតដៃរបស់លៀនហ្វឹងក៏បានបំបែកទាំងធ្វើឲ្យគេក៏បានទៀតប៉ាំងរួចក៏បាននិយាយថាមិនអាចទៅរួចនោះទេអាលិតនេះបែរជាអាចបញ្ចេញនៅកម្លាំងធម្មពលដ៏ខ្លាំងក្លាបែបនេះគេគឺមិនមែនជាមនុស្សនៅទីតាំងកន្លែងអាណាចក្រសម្ងាត់មួយនេះនោះឡើយក៏បានបញ្ចេញនៅផ្លិតរបស់គេដែលគឺជាផ្លិតដែកនៅតកូលបិសាចគោការបកទៅដើម្បីសម្លាប់ទៅការលៀនហ្វឹងប៉ុន្តែសម្រាប់លៀនហ្វឹងក៏បានប្រើធម្មពលចេតនាដែររបស់គាត់បូករួមជាមួយនឹងធម្មពលឋានស៊ូនិងមេឃដីហើយជាមួយនឹងស្លាបធម្មពលយិននឹងចាងរបស់គាត់ជំនួយទៅដល់កម្លាំងធម្មពលរបស់គាត់នឹងគឺឈានទៅដល់កម្រិតនៃធម្មពលល្វែ12ផ្កាយមួយទៀតផងប៉ុន្តែมันអាចប្រើបានពេញលេញនោះទេគាត់ក៏បាននិយាយថាបាក់សីឆ្លងកាត់ចក្រវាលក៏បានប្រើធម្មពលវាប្រហារទៅកាន់ព្រះអង្គម្ចាស់បិសាចគោនោះគឺស្លាប់បាត់បង់ជីវិតបាត់ទៅហើយបន្ទាប់មកផ្លិតដែកមួយនោះក៏ត្រូវបានលៀនហ្វឹងទទួលបានធ្វើឲ្យពេលនោះផងដែរម្ចាស់នៃជលងភ្នំអសតអមតៈគាត់ក៏បាននិយាយថាត្រឹមតែរយៈពេលដ៏ខ្លីតែប៉ុណ្ណោះមិនដល់1ខែផងបែរជាអាលិតនេះបែរជាឈានទៅដល់កម្រិតនៃធម្មពលល្វែ11ផ្កាយ9ដែលអាចបញ្ចេញនៅកម្លាំងធម្មពលល្វែ12បានទៀតផងវាគឺពិតជាអស្ចារ្យខ្លាំងមែនទែនសូម្បីតែទេពអក្សរលូសៀនក៏បានស្ញាយសរសើររួចក៏បាននិយាយទៅកាន់លៀនហ្វឹងថាគឺពិតជាអច្ឆរិយៈហើយនឹងគួរឲ្យភ័យខ្លាចលៀនហ្វឹងក៏បាននិយាយថាមិនចាំបាច់ស្ញាយសរសើរខ្ញុំទេបើតាមខ្ញុំដឹងស្ដេចវ័យគេគឺមិនបញ្ឈប់ត្រឹមនេះឡើយពេលនោះជ្រលមហក៏ត្រូវបានបើកឡើងគេក៏បាននិយាយថាចង់សម្លាប់មកកាន់យើងផងវាគឺមិនអាចទៅរួចនោះទេសាច់រឿងក៏ត្រូវបានកាត់ស្លេះតែប៉ុណ្ណឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀតមិនដឹងថាលៀនហ្វឹងក៏អាចជួយសង្គ្រោះកូនស្រីរបស់គាត់បានដែរឬក៏អត់នោះទេហើយសាច់រឿងនេះក៏បានដំណើរការនៅក្នុងទឹកដីអាណាចក្រសម្ងាត់អាត់កំបាំងនេះអស់រយៈពេល1ខែទៅហើយសល់តែ2ខែទៀតទេគឺដល់ពេលដែលប្រពន្ធរបស់លៀនហ្វឹងនឹងគឺត្រូវគេចាប់បង្ខំឲ្យរៀបការហើយសាច់រឿងក៏ត្រូវបានកាត់ស្លេះតែប៉ុណ្ណឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត